យើងនឹងអាចធ្វើអ្វីបានខ្លះនៅពេលដែលយើងមានពេល100ថ្ងៃនៅជាមួយខ្លួនឯងសួស្តីអ្នកគ្នា Welcome back to my channel ហើយនៅពេលនេះគឺខ្ញុំបានបញ្ចប់នៅឆ្នាំទី4របស់ខ្ញុំហើយគឺយើងរងចាំតែប្រឡងឈុំមីហេហើយខ្ញុំក៏មានពេលរហូតដល់100ថ្ងៃនៅក្នុងការនៅជាមួយខ្លួនឯងនៅក្នុងការអាចធ្វើអ្វីៗបានដូចជារៀននិយាយទៅគឺតំណេក្នុងរយៈពេល100ថ្ងៃនៅពេលនេះខ្ញុំក៏គិតទៅដល់ challenge មួយតើយើងអាចនឹងធ្វើអ្វីបានទៅបើសិនជាយើងមានពេលជាមួយខ្លួនឯងច្រើនមែនទែនរហូតដល់100ថ្ងៃហ្នឹងអ្នកគ្នាក៏ប្រកាសជាអាចនឹងមានពេលវេលាមួយដែលថាជា vacation ជាពេលវេលាដែលវិសមការដែលយើងគិតថាយើងនឹងចង់អភិវឌ្ឍខ្លួនទៅលើជំនាញអ្វីមួយឬក៏ការរៀនរបស់យើង100ថ្ងៃគឺវារៀងយូរដែរបើសិនជាយើងចង់កែប្រែផ្លាស់ប្ដូរខ្លួនឯងឲ្យល្អជាងមុនបើគិតពីឥឡូវទៅ100ថ្ងៃនេះគឺជាពេលវេលាមួយដែលអាចធ្វើឲ្យមានការផ្លាស់ប្ដូរដ៏ធំមួយកាត់ឡើងបើសិនជាយើងរៀប plan បានត្រឹមត្រូវយើងមានកម្រងច្បាស់លាស់ហើយយើងមានកាលវិភាគនៅក្នុងការធ្វើកម្រងមួយនោះបានត្រឹមត្រូវការចំណាយពេលវេលាមួយខ្លួនឯងដែលខ្ញុំសំដៅលើគឺជាការចំណាយពេលវេលាអភិវឌ្ឍទៅលើខ្លួនឯងឬក៏ការបង្កើតនៅអារម្មណ៍ផ្សេងៗនៅរសជាតិជីវិតផ្សេងៗដែលធ្វើឲ្យជីវិតរបស់យើងកាន់តែមានន័យត្រង់ចំណុចនេះគឺខ្ញុំគិតថា100ថ្ងៃនេះខ្ញុំនឹងធ្វើឲ្យជីវិតរបស់ខ្ញុំនឹងមានន័យជាងមុនដោយការខំរៀនការខំអភិវឌ្ឍខ្លួនមិនថាចំណេះដឹងមិនថារបៀបរបបនៃការរស់នៅមិនថាទម្លាប់ល្អគឺយើងនឹងខំបង្កើតឲ្យអស់ពីសមត្ថភាពយើងសង្កត់ថាតើយើងចង់បានអីនៅក្នុងឆ្នាំនេះនៅក្នុងពេលវេលានេះតើយើងចង់អភិវឌ្ឍខ្លួនទៅលើចំណុចអីហើយយើងនឹងរៀប plan ទៅលើអីដែលយើងចង់បាននោះ100ថ្ងៃក៏យូរដែរអ្វីដែលធ្វើឲ្យយើងចាំបាច់ក្នុងការចាប់ផ្ដើមនោះគឺជាការក្រោកឡើងនៅពេលព្រឹកសម្រាប់ខ្ញុំនៅពេលដែលខ្ញុំក្រោកឡើងហើយខ្ញុំក្រោកយឺតឬក៏ខ្ញុំក្រោកឡើងអត់ដឹងធ្វើអីពេលខ្លះខ្ញុំគិតថាវាគឺជាចំណុចមួយដែលបរាជ័យតាំងពីក្រោកឡើងមកម៉េះទាំងនេះគឺតែងតែធ្វើឲ្យថ្ងៃរបស់ខ្ញុំហ្នឹងគឺបរាជ័យហ្មងគឺខ្ញុំក្រោកយឺតគឺលែងដឹងថាត្រូវធ្វើអីអត់ធ្វើអីពេញមួយថ្ងៃគឺខាតពេលវេលាខ្លាំងអញ្ចឹងអ្វីដែលសំខាន់គឺយើងត្រូវតែក្រោកឡើងជាមួយនឹងគោលបំណងឬក៏ purpose ណាមួយដែលយើងគិតថាយើងក្រោកមកដើម្បីធ្វើវាឥឡូវនេះខ្ញុំតែងតែគិតទៅដល់ goal ចាស់ៗដែលខ្ញុំរៀបគឺមួយថ្ងៃគឺខ្ញុំរៀបច្រើនមែនតើខ្ញុំរៀប40នាទីជាងកន់វាហ្មងហើយខ្ញុំដាក់កិច្ចការជាច្រើនក្នុងពេលមួយថ្ងៃហ្នឹងចង់បញ្ចប់ធ្វើអត់បានទេពេលខ្ញុំធ្វើអត់បានខ្ញុំក៏បន្ទោសខ្លួនឯងហើយអា goal ហ្នឹងវាបូកសរុបទួនទៅថ្ងៃបន្ទាប់ទៀតខំធ្វើអស់ហើយកាន់ច្រើនទៅធ្វើឲ្យខ្ញុំហ្នឹងមានអារម្មណ៍ថាខ្ញុំអត់បានការជាមនុស្សអត់បានការធ្វើអត់បាន stress ឈប់ធ្វើត្រឹមហ្នឹងឥឡូវនេះខ្ញុំរៀប plan ថ្មីខ្ញុំគិតថាបើសិនជាថ្ងៃនេះយើងបដោតថាថ្ងៃនេះខ្ញុំរៀនឲ្យបាន2សន្លឹកសភៅខ្ញុំមើលសំណួរឲ្យបាន50សំណួរអញ្ចឹងខ្ញុំបដោតទៅ2នឹងធ្វើឲ្យបានរួចឈ្នះហ្មងអញ្ចឹងបើសិនជាយើងមានពេលបន្តទៀតឧទាហរណ៍តែយើងដាក់អានឹងតែប៉ុណ្្នឹងហើយយើងធ្វើរយៈពេល3ម៉ោងចប់ឈ្នះបដ ாய் អញ្ចឹងយើងអាចមានពេលធ្វើបន្តទៀតដោយសារមួយថ្ងៃយើងគេងអស់6ម៉ោងហើយអញ្ចឹងយើងនៅសល់ប្រហែលជា18ម៉ោងក្នុងការធ្វើការងារនៅក្នុងការចំណាយពេលមួយខ្លួនឯងអញ្ចឹងបើយើងមិនរៀនអស់3ម៉ោងទេអញ្ចឹងអាម៉ោងបន្តទៀតយើងចង់ដាក់ goal ថ្មីអីទៀតទៅយើងអាចដាក់បានដាក់វាមកល្មមមកសំស្រាប់យើងអាចធ្វើបានមិនដាក់ច្រើនរាប់អស់ទេអញ្ចឹងឧទាហរណ៍យើងចង់រៀនអង់គ្លេស2ម៉ោងទៀតរៀន2ម៉ោងយើងដាក់ថា2ម៉ោងហ្នឹងរៀនឲ្យបាន grammar 3អញ្ចឹងយើងរៀនហើយយើងក៏អាចធ្វើវាបានដែរយើងមិនចាំដាក់វាច្រើនលុបរហូតដល់ធ្វើអត់បាន set ដោយសារធ្វើអត់បានបន្ទោសខ្លួនឯងនេះអញ្ចឹងយើងរៀបជា goal មកកញ្ចប់ហើយធ្វើវាជាកញ្ចប់មកហើយយើងអាចធ្វើវាបានតាមរបៀបហ្នឹងខ្ញុំក៏គិតដល់មួយទៀតចំពោះខ្ញុំចង់ខ្លាចទៅជាមនុស្សដែល better ជាងមុននៅពេលដែលចូលកងវិញនៅពេលតែយើងចូលរៀនវិញខ្ញុំចង់ខ្លាចទៅជាមនុស្សដែលល្អជាងមុនមិនប្រកែកជាងណាគេទេគ្រាន់តែជាមនុស្សដែល better ជាងខ្លួនឯងកាលពីមុនដូចជាគ្រាន់បើជាងមុនទៅលើចំណេះដឹងគ្រូសួរអីមករៀងចេះគ្រាន់រៀនមាន confidence ជឿជាក់ថាខ្ញុំអាចចេះរៀនចេះដោយសារជំនាញដែលខ្ញុំរៀននោះវា complicated
ប៉ុន្តែបើសិនជាខ្ញុំខំរៀនវាប្រកាសជាសប្បាយឯងដូចជាការដោះសម័យកាលនៅពេលដែលយើងរៀនទី12ចឹងខ្ញុំក៏គិតដល់ថាខ្ញុំចង់ខ្លាចទៅជាមនុស្សម្នាក់ដែលមានរបៀបរៀបរយជាងមុនដោយសារតែនៅពេលដែលយើងអត់ being organized យើងអត់មានរបៀបរៀបរយធ្វើឲ្យថ្ងៃរបស់យើងគឺ boring មែនទែនហើយគួរឲ្យធុញខ្លាំងពេលខ្លះយើងអត់ចង់ក្រោកពីដេកទេរហូតដល់ម៉ោង9ម៉ោង10ហើយពេលក្រោកមកយើងអត់ដឹងធ្វើអីយើងក៏ scrolling យើងក៏មើលរឿងរហូតដល់ថ្ងៃថ្មីបានម្ដងមួយទៀតយើងបន្តថាថ្ងៃនេះគឺអត់ប្រយោជន៍មែនទែនវាមួយថ្ងៃ24ម៉ោងដូចគេដែរតែយើងអត់បានធ្វើអីទេអញ្ចឹង100ថ្ងៃនេះខ្ញុំនឹង list 100ថ្ងៃអ្នកគ្នាក៏អាចធ្វើវាបានដែរយើង list down 100ថ្ងៃតាម goal របស់យើងពីថ្ងៃនេះដល់ថ្ងៃទី100ហើយថ្ងៃទី1យើងជោគជ័យអីទៅលើអី 1% រហូតដល់ថ្ងៃទី100យើងនឹងជោគជ័យរហូតដល់ 100% ភាពជោគជ័យកន្លែងនេះគឺអ្នកគ្នាចូលចិត្តនិយាយភាពជោគជ័យខ្ញុំក៏ចូលចិត្តនិយាយពាក្យជោគជ័យតែជោគជ័យដែលខ្ញុំសម្ដៅលើនេះគឺគ្រាន់តែឈ្នះខ្លួនឯងមួយថ្ងៃ 1% បន្តិចបានហើយឧទាហរណ៍ថាយើងអត់សូវ take care លើខ្លួនឯងទេទាំងស្បែកមុខទាំងស្បែករបស់យើងចឹងថ្ងៃនេះយើងគ្រាន់តែរៀបចំកន្លែងដេករៀបចំនៅកៅអៅយើងឲ្យបានស្អាតហើយយើង take care មុខរបស់យើងដែលគ្រាន់តែលាងសម្អាតមុខឲ្យស្អាតប្រើ skin care អីតិចតួចទៅអាហ្នឹងក៏ហៅថាជោគជ័យមួយទៅលើការស្រឡាញ់ខ្លួនឯងដែរពួកយើងគ្រប់គ្នាតែងតែចង់មាន relationship ចង់មានមនុស្សដែល take care យើងហេតុអីបានជាយើងអត់ take care ខ្លួនឯងយើងតែងតែចង់មានភាពជោគជ័យមួយដែលធំក្នុងរយៈពេលមួយយប់ហេតុអ្វីបានជាយើងមិនចង់ឈ្នះខ្លួនឯងមួយថ្ងៃត្រឹមតែ 1% យើងតែងតែឃើញគេមានភាពល្អមានភាពប្រសើរជាងយើងតែងតែ compare យើងតែងតែកាត់ទុកហេតុអីបានជាយើងមិន compare ខ្លួនឯងជាមួយខ្លួនឯងកាលពីម្សិលមិញគ្រាន់តែធ្វើឲ្យថ្ងៃនេះល្អជាងម្សិលមិញទៅគឺ enough ហើយខ្ញុំគិតថាពេល100ថ្ងៃនេះយើងគ្រាន់តែរៀប plan ក្នុងថ្ងៃមួយនីមួយថាយើងចង់ជោគជ័យទៅលើអីដាក់រៀបទូចមួយថ្ងៃបន្តិចយើងអាចធ្វើបានក្នុងពេលមួយថ្ងៃហ្នឹងដល់ថ្ងៃទី100គឺយើងជោគជ័យច្រើនមែនតើក្នុងសម្រាប់ពេលដែលខ្ញុំមាន100ថ្ងៃហ្នឹងខ្ញុំចង់ចំណាយពេលជាមួយខ្លួនឯងឲ្យបានច្រើនចង់និយាយវីដេអូជាមួយអ្នកគ្នាចង់និយាយពីអារម្មណ៍របស់ខ្ញុំចង់រៀនឲ្យបានច្រើននិងចំណាយពេលនៅបណ្ណាល័យតាំងពីព្រលឹមរហូតដល់ពេលល្ងាចវាសាតែខ្ញុំមានពេលច្រើនជាមួយខ្លួនឯងមែនតើហើយនឹងខ្ញុំអាចទៅមន្ទីរពេទ្យទៅ star ទៅអីដើម្បីបង្កើនចំណេះដឹងរបស់ខ្ញុំដែរខ្ញុំគិតថានៅពេលដែលយើងជ្រើសរើសកន្លែងរៀនមួយដែលបានសមស្របបើសិនជាខ្ញុំរៀននៅផ្ទះគឺខ្ញុំរៀនអត់ចូលទេហើយខ្ញុំមើលរឿងខ្ញុំនឹងដេកហើយខ្ញុំនឹងញ៉ាំអត់ធ្វើអីទេប៉ុន្តែបើសិនជាខ្ញុំឆ្លៀតឱកាសចាក់ចេញពី comfort zone របស់ខ្ញុំដោយមកការរៀននៅបណ្ណាល័យឃើញមនុស្សម្នាច្រើនធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវតែរៀនខ្ញុំចង់រៀនវាជា motivation វាគឺជា environment មួយដែលយើងគួរតែរៀននេះគឺជាកន្លែងមួយដែលយើងអាចកែប្រែខ្លួនឯងបានអភិវឌ្ឍខ្លួនឯងបានខ្ញុំពិតជាចង់ដឹងថា100ថ្ងៃទៀតខ្ញុំនឹងទៅជាមនុស្សបែបណាអ្នកគ្នាបើចង់មានការផ្លាស់ប្ដូរមិនបាច់កំណត់ដល់100ថ្ងៃដូចខ្ញុំទេបើសិនជាមានតែ30ថ្ងៃក៏អាច set plan សម្រាប់ពេល30ថ្ងៃបានដែរដោយមួយថ្ងៃយើងជោគជ័យទៅលើរឿងទូចរហូតដល់ថ្ងៃទី100ឬក៏ថ្ងៃមួយដែលយើងបានកំណត់នឹង small win big change ដែលយើងបានដឹងហើយរឿងទូចហ្នឹងអាចផ្លាស់ប្ដូរជីវិតយើងបានបើយើងប្រហែសរឿងទូចនឹងធ្វើឲ្យយើងមានភាពស្ដាយក្រោយបើសិនជាយើងអាចគ្រប់គ្រងរឿងទូចនឹងបានជីវិតរបស់យើងនឹងល្អប្រសើរហើយគ្រាន់តែយើងជឿជាក់លើខ្លួនឯងហើយនឹងស្រឡាញ់ខ្លួនឯងចំណាយពេលវេលាជាមួយខ្លួនឯងអត់រងចាំឲ្យណាគេម្នាក់មកស្រែកស្រង់យើងគឺយើងខ្លួនឯងគឺជាអ្នកស្រែកស្រង់ខ្លួនឯងធ្វើឲ្យជីវិតខ្លួនឯងល្អប្រសើរដោយស្នាដៃរបស់យើងផ្ទាល់បាយជួបគ្នានៅវីដេអូក្រោយ